សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ស្រីខួយ TV ជាថ្មីថ្ងៃនេះ admin នឹងលើកយកសាច់រឿងមួយដែលមានចំណងជើងថា Melly and Me វាជាសាច់រឿងដែលនិយាយអំពីដំណើរជីវិតរបស់សត្វឆ្កែមួយក្បាលដែលមានចរិតគោតាំងពីតូចរហូតដល់ធំតែម្ដងប៉ុន្តែយ៉ាងណានៅពេលដែលវាចាប់ផ្ដើមចាស់ហើយកើតជំងឺរហូតដល់គ្រូពេទ្យតម្រូវឲ្យចាក់ថ្នាំឲ្យវាទៅតាមសម្រួលតែម្ដងក៏ព្រោះដោយសារតែស្ថានភាពជំងឺនឹងគឺលំបាកវេទនាពេកសាច់រឿងនេះដែរអ្នកទាំងអស់គ្នាគឺមានទាំងការហួសចិត្តផងសប្បាយផងនិងទុក្ខសោកផងអញ្ចឹងហើយ admin ជឿថាអ្នកដែលស្រឡាញ់សត្វប្រកាសជារំជួលចិត្តចំពោះសាច់រឿងមួយនេះពុំខានឡើយតោះអញ្ចឹងទៅតាមដានជាមួយ admin ទាំងអស់គ្នាណាផ្ដើមចេញពីទស្សនវិជ្ជានៃគូស្វាមីភរិយាមួយដែលទៅនឹងរៀបមង្គលការហើយថ្មីនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកចននិងចេននេះគឺជាអ្នកសារព័ត៌មាននៅក្នុងស្ថាប័នកាសែតមួយចនមានអារម្មណ៍ថាភរិយារបស់ខ្លួនដូចជាកំពុងគិតថានាងចង់ក្លាយជាម្ដាយគេឆាប់នេះហើយលោកក៏បាននិយាយរឿងនេះនៅកន្លែងធ្វើការរបស់ខ្លួនមិត្តរួមការងាររបស់ចនណាបានណែនាំឲ្យប្តីប្រពន្ធទាំងពីរនេះចិញ្ចឹមសត្វឆ្កែមួយក្បាលប្រសិនបើពួកគេពិតជាបានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតនៅគ្រួសារមួយលុះល្ងាចឡើងចនក៏បានធ្វើរឿងភ្ញាក់ផ្អើលមួយទៅកាន់ភរិយារបស់ខ្លួនតែម្ដងដោយចនបាននាំចេននីទៅកាន់មណ្ឌលសង្គ្រោះសត្វមួយកន្លែងដោយនាំនាងទៅមើលកូនឆ្កែពូជ Labrador Retriever ដ៏ស្រស់ស្អាតជាច្រើនក្បាលនាងក៏បានជ្រើសរើសយកកូនឆ្កែមួយក្បាលដោយបានដាក់ឈ្មោះវាថា Melly នៅតាមឡានណា Melly គឺមើលទៅរពឹសខ្លាំងណាស់វាអត់ចេះនៅស្ងៀមសោះតែម្ដងចនក៏បានត្រឡប់ទៅផ្ទះវិញក្រោយជូនចេននីឡើងយន្តហោះរួចនៅព្រឹកនោះកំពុងតែរៀបចំចំណីឲ្យវាស៊ីមិនទាន់នឹងរួចរាល់ផងកូនឆ្កែដ៏រពឹសមួយនឹងគឺចាប់ផ្ដើមកោម្ចាស់វាបណ្ដាទៅហើយវារុញច្រានកញ្ចប់ចំណីឲ្យដួលហើយក៏ដេកស៊ីនៅនឹងតែម្ដងចនបានយកវាទៅដេកនៅក្នុងប្រអប់កេះមួយតែយប់នោះគឺវាបានស្រែកយំខ្លាំងមែនទែនចនដេកពួនសឹងមិនបានហើយក៏សម្រេចយក Melly ទៅដេកជុំគ្នាលុះព្រឹកឡើងចនក៏ជួបរឿងគួរឲ្យភ្ញាក់ផ្អើលមួយនោះគឺខ្នើយមួយរបស់លោកត្រូវបាន Melly នឹងខំរហែកអស់លីងហើយព្រឹកនោះក៏បានចាក់ចេញទៅទទួលចេននីមកវិញដោយទុក Melly នៅផ្ទះតែម្នាក់ឯងនៅពេលហ្នឹងវាហក់ផងលោតផងលូពេញផ្ទះពេលទៅដល់ផ្ទះវិញចេននីបើកទ្វារភ្លាមក៏ឃើញមានសភាពរញ៉េរញ៉ៃពេញផ្ទះវាខំគ្រប់យ៉ាងឲ្យតែវាអាចខំបានបន្ទាប់មកទៀតនឹងចនក៏បាននាំ Melly ទៅដើរលេងជាមួយខ្លួននៅឆ្នេរខ្សាច់មួយកន្លែងវាត្រូវបានមនុស្សជុំវិញខ្លួនស្រឡាញ់ជាខ្លាំងកំពុងបីដោយស្រីស្អាតសុកនឹងវាឃើញហ្វូងព្រាបហើយក៏លោតចេញពីដៃស្រីស្អាតរត់ប្រុចទៅដេញតាមហ្វូងព្រាបតែម្ដងចននិងក្រុមមិត្តភ័ក្តិរបស់លោកបានរត់ដេញចាប់វាឡើងហត់ហើយក៏ត្រូវបានបុរសម្នាក់ចាប់លើកបីវាទាន់Melly ជាឆ្កែដែលកំពូលគោមែនទែនអ្នកទាំងអស់គ្នាសូម្បីតែខោក្នុងម៉ាក់របស់វានឹងក៏វាខំពំរត់យកទៅលេងដែររាល់ថ្ងៃគឺវាចូលចិត្តគោម្ចាស់របស់វាមិនឲ្យទំនេរដៃឡើយរហូតដល់វាធំពេញវ័យក៏រឹតតែគោខ្លាំងជាងមុនទៅទៀតសឹងតែថាម្ចាស់វាទ្រាំនឹងវាមិនបានប្តីប្រពន្ធទាំងពីរក៏បានសម្រេចចិត្តយក Melly ទៅជួបអ្នកស្រី Cornblath ដែលជាអ្នកបង្ហាត់ឆ្កែដ៏ឆ្នើមម្នាក់Melly នៅតែបង្ហាញសកម្មភាពគោទាំងម្ចាស់របស់វាទាំងពីរផងទាំងគ្រូបង្ហាត់ឆ្កែផងអ្នកស្រី Cornblath បានណែនាំឲ្យម្ចាស់ឆ្កែនីមួយនឹងដឹកឆ្កែរបស់ខ្លួនស្របតាមជួរតែ Melly វិញអ្នកទាំងអស់គ្នាគឺបានរត់ចេញពីជួរព្រមទាំងអូសចនដែលជាម្ចាស់ហ្នឹងរត់ទៅឯណែឯណោះឆ្កុយទៅវាទៅឃើញដូច្នោះហើយអ្នកស្រី Cornblath ហ្នឹងក៏បានសម្រេចចិត្តដឹក Melly ជំនួសម្ចាស់ទាំងពីររបស់វាវិញក្រោយមកក៏ឃើញថា Melly នឹងមិនព្រមស្ដាប់បង្គាប់ម្ចាស់វាទាល់តែសោះកាន់ដើមមិនទាន់បានប្រមាណជំហានផង Melly បានកោទាំងអ្នកស្រី Cornblath ទៅទៀតបន្ទាប់មកលោកស្រីនោះក៏សម្រេចចិត្តឲ្យប្តីប្រពន្ធទាំងពីរនាក់ហ្នឹងយក Melly ចេញពីថ្នាក់រៀនតែម្ដងទៅនៅព្រឹកនោះនៅតាមឡាន Melly បានព្យាយាមលោតចេញពីឡានតែចនក៏បានចាប់ជាប់គូទរបស់វារហូតកាន់ត្រគាកវាឲ្យវាដើរជើងពីរទៅមុខតាមផ្លូវតែម្ដងទៅប្តីប្រពន្ធទាំងពីររស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលជាមួយនឹងឆ្កែ Melly កំពូលគោរបស់ខ្លួនហើយគ្រួសាររបស់គាត់សឹងតែល្បីឈ្មោះពេញប្លុកនឹងតែម្ដងដោយសារតែកូនឆ្កែកំពូលគោនឹងនៅយប់មួយចនបានទិញខ្សែកមួយខ្សែឲ្យប្រពន្ធខ្លួនតែ Melly បានលួចយកទៅពំលេងពួកគេទាំងពីរណាក៏បានដើរសន្សឹមយ៉ាងស្ងៀមស្ងាត់ទៅដណ្ដើមយកពីវាវិញតែចុងបញ្ចប់មានអីអ្នកទាំងអស់គ្នាគឺមានចាប់បានវាឯណាវាបានលេបខ្សែកនោះចូលពោះបាត់ទៅហើយ
មិនតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាលុះព្រឹកឡើង Melly ក៏បានទៅជុះនៅលើសួននៅក្នុងផ្ទះតែម្ដង John បានបាញ់ទឹកលាងសម្អាតចេញហើយលោកក៏ភ្ញាក់ផ្អើលដែរព្រោះលោកបានឃើញខ្សែកដែលវាពំលេបកាលពីយប់នោះហើយលោកក៏បានយកទៅឲ្យប្រពន្ធរបស់ខ្លួនពាក់វិញនៅពេលដែលនាងកំពុងតែពិនិត្យផ្ទៃពោះនាងក៏បានក្លាយទៅជាម្ដាយរបស់គេក៏ប៉ុន្តែ Jenny បានបាត់បង់កូនដំបូងរបស់ខ្លួនដែលមានអាយុ3ខែទៅហើយដែលបានធ្វើឲ្យពួកគេមិនសប្បាយចិត្តទាល់តែសោះបន្ទាប់មកប្តីប្រពន្ធទាំងពីរក៏បានសម្រេចចិត្តធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅឯប្រទេស Ireland ដោយបានចាត់ចែងទុក Melly ឲ្យស្ត្រីម្នាក់នៅមើលថែវាដែលពួកគេជឿថានាងនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង Melly បានតែមើលទៅអ្នកទាំងអស់គ្នាគឺវាកោគេសឹងតែគ្រប់ពេលសូម្បីតែពេលងូតទឹកស្លៀកពាក់ពេលដេកពេលលេងនិយាយទៅមហាគោកំពូលឆ្កែដែលអត់មានអ្នកណាគ្រប់គ្រងបានតែម្ដងនិយាយពីប្តីប្រពន្ធមួយគូឯនេះវិញពួកគេបានធ្វើដំណើរកម្សាន្តប្រកបដោយភាពរីករាយហើយមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានត្រឡប់មកផ្ទះវិញរីឯស្ត្រីម្នាក់ដែលមើល Melly នោះក៏បានរត់ចេញពីផ្ទះទៅយ៉ាងលឿនពីព្រោះថានាងដូចជាហត់ខ្លាំងណាស់ក្នុងការមើលថែ Melly ប៉ុន្មានថ្ងៃនេះនៅយប់នោះដែរ Jenny បានរកឃើញថានាងមានផ្ទៃពោះម្ដងទៀតហើយពួកគេទាំងពីរសប្បាយចិត្តជាខ្លាំងចំណែកឯ Melly ក៏ចាប់ផ្ដើមដើរគោពេញផ្ទះគ្រប់កន្លែងរហូតដល់ភ្លឺឡើងចុងក្រោយក៏បានដើរទៅដេកនៅក្នុងបន្ទប់ជាមួយនឹងប្តីប្រពន្ធទាំងពីរនៅថ្ងៃនោះដែរ Jenny ក៏ចាប់ផ្ដើមមានអារម្មណ៍ថាឈឺពោះ John បានរៀបចំឲ្យ Melly នៅលេងនៅក្នុងផ្ទះហើយក៏បានជូនភរិយារបស់ខ្លួនទៅកាន់មន្ទីរពេទ្យនៅទីបំផុត Jenny ក៏បានសម្រាលបាននៅកូនប្រុសជាលើកដំបូងដែលមានឈ្មោះថា Patrick ពេលត្រឡប់មកផ្ទះវិញ Jenny បានបី Patrick ឲ្យ Melly បានជួបប្អូនប្រុសរបស់គេជាលើកដំបូងពួកគេរស់នៅជាមួយគ្នារហូតដល់ធំរៀងៗខ្លួន Jenny ក៏បានសម្រាលកូនទី2ដោយមានឈ្មោះថា Connor Melly សប្បាយចិត្តនឹងរស់យ៉ាងមានសុភមង្គលជាខ្លាំងនៅក្នុងផ្ទះនោះលុះយប់ឡើងពេលទៅដល់ផ្ទះវិញJohn ក៏បានអង្គុយក្នុងឡានមើលទៅផ្ទះរបស់ខ្លួនដោយឃើញ Jenny កូននិង Melly ក្នុងចិត្តគឺហាក់កំពុងខ្វល់ខ្វាយលើរឿងអ្វីម្យ៉ាងនៅពេលដែល Jenny បានឃើញប្តីខ្លួនក៏បានហៅ John ឲ្យចូលទៅក្នុងផ្ទះនិងរៀបចំបាយទឹកជុំគ្នានៅពេលនោះតែម្ដងហើយនិយាយអំពី Melly ទោះបីជាខ្លួនទទួលបានប្អូនប្រុស2នាក់ទៅហើយនោះក៏នៅតែបន្តចរិតកូនពៅគោគេពេញផ្ទះដដែលJenny គឺចាប់ផ្ដើមមានអារម្មណ៍ stress ខ្លាំងនិងធុញថប់នៅបរិយាកាសក្នុងផ្ទះដោយសារតែ Melly គោផងហើយខ្លួនក៏ត្រូវមើលថែកូនតូចចំនួន2នាក់ថែមទៀតផងមើលទៅសភាពជាម្ដាយរបស់ Jenny ហាក់ហត់នឿយក្នុងការមើលកូនជាខ្លាំងប៉ុន្តែនាងនៅតែទទួលបាននូវការស្រឡាញ់ពី Melly ពេញលេញតែសម្រាប់មិនបានផង Melly ចាប់ផ្ដើមគោទៀតហើយវាដូចជាឃើញអ្វីម្យ៉ាងនៅក្រៅផ្ទះតាមពិតទៅនោះគឺវាបានឮសំឡេងមកផ្ទះរបស់ John Jenny ចាប់ផ្ដើមមានអារម្មណ៍ធុញថប់សាជាថ្មីក្រោយពេលដែល Melly នឹងវាចេះតែគោពេញផ្ទះម្ដងហើយម្ដងទៀតចំណែកឯ John វិញព្យាយាមនិយាយសម្រួលអារម្មណ៍របស់ប្រពន្ធតែទោះបីជាប្រឹងនិយាយយ៉ាងណានាងនៅតែបន្តខឹងនិងធុញថប់ជាខ្លាំងចំណែកឯ Melly នៅតែបន្តក្លុកពេញផ្ទះនឹងដដែលទោះបីជាប្តីប្រពន្ធទាំងពីរឆ្លោះទាស់ទែងគ្នាពេញផ្ទះយ៉ាងណាក៏ដោយមើលទៅគឺសឹងតែហួសចិត្តផងអស់សំណើចផងអ្នកទាំងអស់គ្នាយប់ឡើងពួកគេទាំងពីរក៏ចាប់ផ្ដើមពិភាក្សាគ្នាអំពីបញ្ហាបច្ចុប្បន្នដែលកំពុងតែកើតឡើងនោះដោយ Jenny បានសម្រេចចិត្តឈប់ធ្វើការមកធ្វើជាស្ត្រីមេផ្ទះវិញម្ដងហើយពួកគេទាំងពីរក៏បានសម្រេចចិត្តផ្លាស់ប្ដូរផ្ទះថ្មីធំមួយនិងមានសុវត្ថិភាពជាងមុនហើយក៏ជាកន្លែងដែល Melly ចូលចិត្តហែលទឹកក្នុងអាងទឹកនោះជាខ្លាំងដែរ Jenny ណាក៏បានសម្រាលកូនស្រីម្នាក់ទៀតដែលមានឈ្មោះថា Colleen ទោះបីជានាងកំពុងមានជំងឺធ្លាក់ទឹកចិត្តក៏ដោយរួមទាំងការពិបាកនិងអត់ធ្មត់ជាមួយនឹង John ក៏ដូចជា Melly នៅក្នុងផ្ទះថ្មីគ្រួសារនេះគឺរស់ដោយជុំគ្នាយ៉ាងមានសុភមង្គលជាខ្លាំងថ្ងៃបន្ទាប់ទៀតណា John ក៏បានដឹក Melly ទៅលេងសមុទ្រ John ដឹងថា Melly វាចូលចិត្តលេងទឹកលោកក៏សម្រេចចិត្តដោះខ្សែប្រឡៅកឲ្យវាទៅលេងទឹកសមុទ្រតែម្ដងទៅឃើញដូច្នោះម្ចាស់ឆ្កែដទៃទៀតក៏ប្រឡែងឆ្កែរបស់ខ្លួនចូលទៅក្នុងទឹកជាមួយ Melly ជុំគ្នាយ៉ាងសប្បាយតែអ្វីដែលអស់សំណើចនោះណាអ្នកទាំងអស់គ្នា Melly ចំតិតគូតជុះនៅក្នុងទឹកសមុទ្រនោះតែម្ដងធ្វើឲ្យគ្រប់គ្នាហួសចិត្តហើយប៉ូលីសនឹងក៏ទៅដល់ផាកពិន័យ John ភ្លាមដែរនៅពេលដែលទៅដល់ផ្ទះវិញ
យប់ឡើងចនត្រូវបានគេរៀបចំធ្វើពិធីខួបកំណើតឲ្យខ្លួនក្នុងវ័យ40ឆ្នាំចននិងកូនកំពុងតែផ្លុំពន្លត់ទៀនតែមេលីក៏បានងើបក្បាលមកផ្លែតលិតនំខេកនោះជំនួសម្ចាស់ខួបទោះបីជាមេលីពូកែគោយ៉ាងណាក៏ដោយក៏លោកនៅតែបន្តក្តីស្រឡាញ់ចំពោះវាមិនបោះបង់វាចោលដែរនៅយប់ដដែលនោះប្តីប្រពន្ធទាំងពីរក៏ចាប់ផ្ដើមបង្កើនភាពរ៉ូមែនទិកងូតទឹកតែពីរនាក់តែនៅសុកមេលីក៏ហក់ចូលទៅលេងទឹកជុំគេឯងដែរដែលមើលទៅណាគឺគួរឲ្យខ្នាញ់ណាស់អ្នកទាំងអស់គ្នាបន្ទាប់មកទៀតចនក៏បានសម្រេចចិត្តលាឈប់ពីការងារបច្ចុប្បន្នហើយលោកក៏ទៅធ្វើជាអ្នករាយការណ៍ព័ត៌មានឲ្យក្រុមហ៊ុនថ្មីមួយទៀតគ្រួសារនេះគឺបានផ្លាស់ប្ដូរទៅរស់នៅផ្ទះថ្មីដែលមានដីដ៏ធំទូលាយនៅក្នុងរដ្ឋ Pennsylvania វិញម្ដងពេលទៅដល់ផ្ទះភ្លាមមេលីរត់សម្ដៅចេញទៅលេងដោយវាបានចេញទៅរុញឲ្យក្បាលបង្គោលមុខផ្ទះនឹងធ្លាក់ចុះមកក្រោមភ្លាមទោះបីជាមានការស្រែកឲ្យឈប់ពីចនយ៉ាងណាក៏ដោយបើនិយាយទៅគឺវាកំពូលគោកំពូលឆ្លាតមិនចេះហត់ទេអ្នកទាំងអស់គ្នានិយាយពីគ្រួសាររបស់ចនណាទាំងអស់គឺមានគ្នា6នាក់ដោយរាប់រួមទាំងមេលីមួយក្បាលផងរស់នៅពោពេញទៅដោយសុភមង្គលនៅក្នុងផ្ទះនោះពួកគេបានរត់លេងព្រិលធ្លាក់ជុំគ្នាយ៉ាងសប្បាយពេលដែលយប់ឡើងចនបានដើរមើលកូនរបស់ខ្លួននៅតាមបន្ទប់លោកក៏បានរកឃើញថាមេលីបានមកសំងំដេកជាមួយកូនប្រុសរបស់លោកដែរមើលទៅវាដូចជាស្រឡាញ់ប្អូនរបស់វាមែនទែនថ្ងៃបន្ទាប់មកទៀតណាចនក៏បានត្រឡប់មកពីធ្វើការវិញពួកគេទាំងអស់បានលេងបាល់ជុំគ្នាយ៉ាងសប្បាយចេននេះបានហៅកូនឲ្យឡើងលើផ្ទះហើយចំណែកមេលីវិញអ្នកទាំងអស់គ្នាគឺវាដូចជាចាប់ផ្ដើមបង្ហាញសញ្ញាថាវាដូចជាមានបញ្ហាសុខភាពកូនប្រុសរបស់ចនបានសួរលោកថាតើមេលីវាមានបញ្ហាអីមែនប៉ាលោកថាប្រហែលជាមកពីវានឹងរត់លេងបាល់មិញនឹងវាហត់អស់កម្លាំងមេលីក៏បានចាប់ផ្ដើមដេកនៅស្ងៀមនិងមិនសូវគោដូចសពដងទេបន្ទាប់មកទៀតណាចនក៏បាននាំមេលីចេញទៅក្រៅផ្ទះទាំងភ្លៀងតែមិនដឹងថាវាដើរទៅណាបាត់ភ្លាមប្តីប្រពន្ធទាំងពីរក៏បានដើររកមេលីទាំងមេឃកំពុងធ្លាក់ភ្លៀងគ្រប់ទីកន្លែងនៅតែរកមិនឃើញកូនរបស់ពួកគេទាំង3ណាក៏នឹកបារម្ភជាខ្លាំងដែរក្រោយពីបាត់មេលីហើយចេននីក៏ចូលទៅផ្ទះវិញទៅនិយាយជាមួយកូនខ្លួនដើម្បីកុំឲ្យពួកគេបារម្ភចូលមកដល់ផ្ទះភ្លាមកូនស្រីបានស្រែកសួរចេននីថាតើម៉ាក់បានរកឃើញមេលីទេនាងក៏បានឆ្លើយថាវាគ្រាន់តែដើរចេញទៅលេងខាងក្រៅបន្តិចនឹងមិនអីទេកូនហើយនាងក៏បានហៅកូនទៅធ្វើកិច្ចការសាលាទៅនិយាយពីចនឯនោះវិញណាគឺលោកនៅតែបន្តដើររកមេលីរហូតបានឃើញវារត់ទៅសំងំដេកតែម្នាក់ឯងនៅក្រោមដើមឈើមួយក្នុងសួនមុខផ្ទះលោកក៏បានយកមេលីទៅពេទ្យសត្វភ្លាមពេទ្យបានប្រាប់លោកថាមេលីមានបញ្ហាជំងឺរលាកសន្លាក់និងរលាកក្រពះពោះវៀនពេទ្យក៏បានប្រាប់ចនថាលោកគួរតែត្រៀមចិត្តមើលទៅជំងឺរបស់មេលីបានដើរដល់កម្រិតធ្ងន់ធ្ងរទៅហើយប្រហែលជាមានសង្ឃឹមតែ 10% ទេលោកបានប្រាប់ពេទ្យថាមេលីមិនត្រឹមតែជាសត្វឆ្កែមួយក្បាលនោះទេតែវាជាសមាជិកគ្រួសារមួយរបស់លោកដែរលោកក៏បានព្យាយាមសុំឲ្យពេទ្យនឹងជួយមេលីផងធ្វើយ៉ាងណាជួយឲ្យអស់ពីលទ្ធភាពនៅយប់នោះដែរណាមេលីក៏បានសម្រាប់ព្យាបាលនៅនឹងពេទ្យនឹងតែម្ដងនៅពេលដែលទៅដល់ផ្ទះភ្លាមលោកបានរៀបរាប់ប្រាប់ពីស្ថានភាពរបស់មេលីទៅកាន់ភរិយាខ្លួននាងក៏បាននិយាយរៀបរាប់ពីអនុស្សាវរីយ៍ដែលមានជាមួយមេលីថាពេលខ្លះសប្បាយពេលខ្លះកើតទុក្ខពេលខ្លះវាក៏គោខ្លាំងអញ្ចឹងទៅចនស្ដាប់បណ្ដើរលោកបង្ហាញអារម្មណ៍សោកសៅបណ្ដើរលុះព្រឹកឡើងណាពេទ្យសត្វក៏បានខលទៅចនដោយប្រាប់លោកថាស្ថានភាពរបស់មេលីបានជាសុខភាពធម្មតាវិញហើយនៅពេលវាជាពីជំងឺវិញមេលីតែងតែអង្គុយចាំផ្លូវប្អូនរបស់វាពេលដែលពួកគេចេញពីរៀនជិះឡានសាលាមកផ្ទះចំណែកឯចនវិញនៅពេលដែលចេញពីធ្វើការលោកក៏បានឃើញមេលីកំពុងកាយសំណល់ផ្ទះបាយស៊ីពីធុងសម្រាមលោកបានហៅវាដែរតែវាមិនឮនិយាយរួមទៅវាចាប់ផ្ដើមចាស់ហើយត្រចៀកធ្ងន់ស្ដាប់នឹងក៏លែងសូវឮទៀតលោកបាននាំមេលីចេញទៅដើរលេងនិងអង្គុយមើលថ្ងៃលិចជុំគ្នាតែមើលសភាពវាដើរមិនសូវបានលឿនដូចមុនទេចនបាននិយាយប្រាប់ឆ្កែសំណប់ចិត្តរបស់ខ្លួនថាមេលីគួរតែរឹងមាំឡើងនិងសង្ឃឹមថាអ្វីគ្រប់យ៉ាងមិនអីទេយប់ឡើងប្តីប្រពន្ធទាំងពីរណាក៏បានដើរហៅរកមេលី
ដោយឃើញវាដេកនៅនឹងកន្លែងមិនសូវដើរហើរមិនសូវគោដូចមុនមើលទៅស្ថានភាពជំងឺវាប្រហែលជាកំពុងតែវិវត្តទៅមុខទៀតហើយអ្នកទាំងអស់គ្នាចនក៏បានសម្រេចដេកនៅក្បែរមេលីតែម្ដងនៅយប់នោះនៅព្រឹកបន្ទាប់ពេលដែលចនកំពុងតែពិភាក្សាការងារចេននីក៏បានទូរស័ព្ទទៅកាន់លោកភ្លាមក្រោយពីបានឃើញមេលីបានរត់ទៅពួនសំងំដេកនៅក្រោមដើមឈើដែលវាធ្លាប់បានរត់ទៅដេកកាលពីវាឈឺដំបូងនោះលឺភ្លាមចនក៏បានជិះសម្ដៅមកផ្ទះទាំងមិនទាន់ចប់ការងារចេននីនិងកូនបានយកមេលីមកក្នុងផ្ទះដោយនាងបាននិយាយប្រាប់ស្ថានភាពរបស់មេលីនឹងទៅកាន់ចនម្នាក់ហាក់សម្ដែងអារម្មណ៍សោកសៅជាខ្លាំងក្រោយពីឃើញមេលីដែលប្រែពីឆ្កែកំពូលគោខ្លាំងបំផុតទៅជាស្ងប់ស្ងៀមសឹងតែមិនចង់កម្រើកកូនប្រុសរបស់ចនបានយំភ្លាមនៅពេលគេអង្គុយជុំគ្នានៅក្បែរមេលីដែលវាជាឆ្កែសម្លាញ់ផងហើយក៏ជាសមាជិកគ្រួសារមួយរបស់គេផងនោះចនបានបីមេលីដាក់នៅលើឡានចេញទៅតម្រង់ទៅពេទ្យសត្វដើម្បីពិនិត្យព្យាបាលវាជាលើកទី2ចេននីយំខ្សឹបខ្សួលជាខ្លាំងដោយនាងហាក់ទទួលអារម្មណ៍ថាស្ថានភាពជំងឺមេលីមិនអាចថយក្រោយបានទេគ្រូពេទ្យណាក៏បានប្រាប់ចនថាគាត់បានព្យាយាមជាខ្លាំងដើម្បីជួយមេលីតែស្ថានភាពជំងឺរបស់មេលីបានវិវត្តទៅមុខកាន់តែជ្រៅទៅហើយមិនអាចស្រោចស្រង់វាបានទេដោយបានណែនាំឲ្យចននឹងចាក់ថ្នាំសម្លាប់វាតែម្ដងទៅដើម្បីកុំឲ្យវានឹងរស់ដោយពិបាកពេកចនបានទូរស័ព្ទទៅកាន់ចេននីដោយប្រាប់នាងពីស្ថានភាពជំងឺរបស់មេលីដែលខ្លួនបានដឹងពីពេទ្យទាំងយំខ្សឹបខ្សួលបណ្ដើរបន្ទាប់មកទៀតក៏លោកបានដើរចូលមកមើលមេលីដោយយកតុក្កតាដែលកូនស្រីខ្លួនបានដាក់ទុកឲ្យមេលីសម្រាប់នាងអោបលេងចនណាក៏បាននិយាយប្រាប់មេលីថាមេលីឯងនឹងមិនអីទេឯងគឺជាឆ្កែមួយដ៏ល្អជាឆ្កែដ៏អស្ចារ្យហើយខ្ញុំពិតជាស្រឡាញ់ឯងខ្លាំងណាស់មេលីបន្ទាប់មកគ្រូពេទ្យក៏ចាប់ផ្ដើមចាក់ថ្នាំសម្លាប់វាដោយអ្វីដែលខ្លួនបានជជែកជាមួយចននៅយប់នោះកូនប្រុសរបស់ចនបានយកកាសែតមកចាក់មើលរូបភាពអនុស្សាវរីយ៍ចាស់ៗរបស់គ្រួសារខ្លួនគ្រប់រូបភាពគ្រប់សកម្មភាពទាំងអស់គឺតែងតែមានមេលីនៅក្នុងនោះជានិច្ចនៅទីបំផុតមេលីក៏បានចាក់ចេញទៅដោយស្ងប់សុខលុះព្រឹកឡើងចនចេននីនិងកូនបានរៀបចំបញ្ចុះមេលីនៅខាងក្រោមដើមឈើដែលវាតែងតែរត់ទៅដេកនៅពេលដែលវាឈឺធ្ងន់នោះចេននីបានដោះខ្សែករបស់ខ្លួនដែលមេលីធ្លាប់លេបចូលពោះនោះទម្លាក់ទៅកប់ជាមួយនឹងមេលីនិងបានយំរៀបរាប់អំពីអនុស្សាវរីយ៍ទាំងឡាយដែលគ្រួសាររបស់នាងមានជាមួយនឹងមេលីហើយចនណាក៏នៅតែនឹកស្រមៃរូបភាពដែលគ្រួសាររបស់លោកមានជាមួយនឹងមេលីសាច់រឿងរបស់យើងគឺបានបញ្ចប់ទៅហើយអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Melly and Me គឺចប់ត្រឹមនេះតែម្ដងដែលចប់ពោពេញទៅដោយភាពសោកសៅនិងនឹករលឹកដល់ Melly ជាខ្លាំងជាពិសេសណាអ្នកដែលចិញ្ចឹមសត្វនឹងផ្ទាល់តែម្ដងគាត់ប្រកាសជាយល់អារម្មណ៍ហ្នឹងហើយអញ្ចឹងហើយក៏សង្ឃឹមថាអ្នកដែលគាត់ស្រឡាញ់សត្វនឹងនៅតែការពារនិងនៅតែផ្ដល់ក្តីស្រឡាញ់ដល់សត្វរបស់ខ្លួនដដែលទោះបីជាសត្វនឹងធ្លាប់គោធ្លាប់ប្រពឹសហើយរហូតដល់ធ្លាក់ខ្លួនឈឺចាស់អីយ៉ាងណាក៏ដោយក៏សូមផ្ដល់ក្តីស្រឡាញ់ឲ្យគ្នារហូតទៅដល់ដង្ហើមចុងក្រោយអរគុណច្រើនអ្នកទាំងអស់គ្នាកុំភ្លេចតាមដាន admin នៅរឿងក្រោយបន្ទាប់ទៀតណាបាយបាយ